Bà số slide một tập này ngàyนี้ជួបមួយវីដេអូថ្មីទៀតហើយតែតើជំនួសកុំភ្លេចដដែលទេតែគ្រាន់តែលំហាត់នេះវាមើលទៅវាមិនប្រវត្តិទេតែបងប្អូនអត់ដឹងពីកលឹះក្នុងការដោះស្រាយវាក៏អត់អាចដោះស្រាយលំហាត់នេះបានដែរអញ្ចឹងឥឡូវយើងមកដោះស្រាយបែបងាយជាមួយលោកគ្រូទាំងអស់គ្នាបាទលំហាត់ប្រភេទនេះបងអូនត្រូវបំបែកតម្លៃមួយនេះឲ្យឃើញសិនអញ្ចឹងដោយលោកគ្រូប្រាប់ហើយពីវីដេអូមុនណាទាមទារឲ្យបងអូនយកស្វ័យគុណវានេះយកទៅចែកនឹង4ជានិច្ចបាទព្រោះថាយើងណូតិចទៅជិះដឹងថា e ការ៉េស្មើនឹងដក1 e សេគុណ3ស្មើនឹងដក e ហើយនឹង e ស្វ័យគុណ4គឺស្មើនឹង1ចាឥឡូវយើងរកតម្លៃ e សេគុណ30នេះសិនបន្ទាប់មកចាំរកតម្លៃ e សេគុណ40ហើយបានរកតម្លៃ e សេគុណ60អូខេយើងមើលសិនចំពោះ e សេគុណ30នេះបងអូនយក30នេះយក30យកទៅចែកនឹង4សិនមកយក30ទៅចែកនឹង4សិនមកបាទយក30ទៅចែកនឹង4សិនមកចែកឃើញប៉ុន្មានចុះឯនេះលោកគ្រូសុំដាក់ប្រហែលដែរដាក់7ណា7 4ដង28ចឹងចែកទៅវានៅសល់2ចឹងមានន័យថា30ស្មើនឹង7គុណនឹង4បូកឲ្យ2បាទបន្តមកទៀតយើងមកមើលអា40ម្ដងនេះអា40គុណ40ណាអា40គុណ40នេះអូនយកទៅចែកនឹង4ដូចគ្នាអូខេអញ្ចឹងបងអូនយក40នេះយកទៅចែកនឹង4ហើយទៅអញ្ចឹងយើងដាក់បាន10មែនទេ14ដង40អញ្ចឹងសំណល់វា0អញ្ចឹង40នេះលោកគ្រូឲ្យទៅសេបាន4គុណនឹង10ឬក៏10គុណ4ក៏បានដែរដូចគ្នាណាអត់អីទេហើយបន្ទាប់មកទៀតគឺប៉ុន្មានសេគុណប៉ុន្មានដែរសេគុណ60អញ្ចឹងបងអូនយក60នេះយកទៅចែកប៉ុន្មានដែរយក60នេះយកទៅចែកនឹង4ដូចគ្នាអញ្ចឹងយើងកាត់យកមកខ្ទង់ដាក់បាន1អញ្ចឹង4ម្ដង4បាន2មែនទេអញ្ចឹងថែម0យើងដាក់បាន5អញ្ចឹង5 4ដង20អញ្ចឹង60យើងនេះយើងអាចទៅសេបានទៅជា4គុណឲ្យ10 15សំណល់វា0ដូចគ្នាបាទអញ្ចឹងយើងទាញបានបាន e ស្វ័យគុណ30បូកឲ្យ e ស្វ័យគុណ40បូកឲ្យ e ស្វ័យគុណ60នេះវាស្មើនឹង e ស្វ័យគុណ30នេះជំនួសដោយ7គុណ4បូក2អញ្ចឹង7គុណនឹង4បូកឲ្យ2ហើយចំណែក e សេគុណ40នេះជំនួសដោយ4គុណ10អញ្ចឹង e សេគុណ4គុណនឹង10ហើយបូកឲ្យ e 60នេះ4គុណនឹង10 15អូខេតោះហើយយើងបន្តទៀតឡើយនេះលោកគ្រូឲ្យទៅសេបានទៅជា e ស្វ័យគុណ4ហើយស្វ័យគុណ7តមកយកទៅគុណនឹង e ការ៉េបាទដោយសារអាបូក2យើងផ្ដាច់បានជា e ការ៉េបានចូលប្រព័ន្ធយើងa សេគុណ m បូក n មិនស្មើនឹង a សេគុណ m គុណនឹង a សេគុណ n ហើយ a សេគុណ m n យើងអាចសរសេរបាន a សេគុណ m ស្វ័យគុណ n ជាបានបាទដូចគ្នាណាអានេះចូលរូបមន្តទី2អាបូកនេះចូលរូបមន្តទី1ហើយដូចគ្នាដែរនេះវាចូលរូបមន្តទី2យើងនេះជាបានជា e ស្វ័យគុណ4ហើយបងប្អូនគ្នាលើកជាសេគុណ10ទៅមក e សេគុណ4បងប្អូនគ្នាលើកជាសេគុណ10 15ហើយ e សេគុណ4នេះ6យើងសរសេរបាន1សេគុណ7គុណនឹង e ការ៉េយើងប៉ុន្មានដក1ត្រូវអត់បូក e សេគុណ4យើង1ទៀតណាខ្ញុំបានជា1សេគុណ10បូកឲ្យ e សេគុណ4 1សេគុណ10 15អញ្ចឹងឯនេះ e ការ៉េដក1គុណនឹង1វាមិនដក1ត្រូវហើយហើយ1សេគុណ10នៅតែ1ដែរណាហើយ1សេគុណ15នៅតែ1អញ្ចឹងស៊ីសងវាទៅដក1បូក1សំទោសឲ្យនេះ1ទេបាទ
បាទឥឡូវយើងស៊ីសងគ្នាទៅយើងស៊ីសងគ្នាទៅវាស្មើហ្មងចម្លើយចុងក្រោយគឺស្មើហ្នឹងនឹង1អូខេចុះអត់មានអីបាក់ទេគណនាចុះគណនាឡើងតម្លៃឃើញហ្មងឃើញ1អញ្ចឹងយើងទាញបាន e សេគុណ30បូក e សេគុណ40បូក e សេគុណ60ចម្លើយចុងក្រោយគឺស្មើនឹង1បាទចប់មានតែប៉ុណ្ណឹងអូខេអញ្ចឹងជួបគ្នាក្នុងវីដេអូក្រោយបន្តទៀតបាយបាយ